សូមជម្រាបសួរញាតិញោមទាំងអស់គ្នាឥឡូវនេះស្មាបានមកដល់ទឹកដីកម្ពុជាក្រោមដើមជំទាវខ្ញុំដែលមានអាយុកាល184ឆ្នាំនេះគឺជាកន្លែងប្រវត្តិសាស្ត្រដែលជាទឹកដីកម្ពុជាក្រោមទីនេះក្រោមការដឹកនាំរបស់រដ្ឋាភិបាលវៀតណាមតែគឺនៅតែមានចាប់ខ្ញុំហ្នឹងខ្ញុំមិនអុកញ៉ាសើអុកញ៉ាគេខ្ញុំអុកញ៉ាសើគុយដែលប្រវត្តិសាស្ត្រគេនិយាយថាតាមចុងឡើងលើតាមចុងតាមបច្រាស់ខ្ញុំពលចុងមកក្រោមគល់ឡើងលើប៉ុន្តែរួមហ្នឹងទៅបែកមេជាស្លឹកជាអីមកជាអុកញ៉ាមែនតើប្រវត្តិសាស្ត្រខ្មែរយើងអច្ឆរិយៈណាម៉ាច់មកយកអានេះដាំឈិតគៀលនៅកម្ពុជាក្រោមណាមើលឥឡូវមិនដែរមានអារម្មណ៍មិនឥឡូវមានអារម្មណ៍ថាសប្បាយធំហ្នឹងញោមទៅណាហើយចង់ឲ្យញាតិញោមមកលេងហ៎ចង់ឲ្យញាតិញោមមកលេងឲ្យបានច្រើនហ្នឹងអាយុប៉ុន្មានដែរលោកគ្រូ184ឆ្នាំ184ឆ្នាំអាយុច្រើនណាហើយហ្នឹងគេដាំគល់ទៅលើចុងមកក្រោមគល់ទៅលើចុងមកក្រោមណាប៉ុន្តែរស់ដែរធំមកលោកគ្រូដើមធំបងស្រីហែង100នាក់បានអោបជុកអ្នក100នាក់លោកគ្រូថាជា30នាក់អោបជុំ30នាក់ណាដៃមកធ្វើដៃមកប៉ុន្មានញ៉ាប៉ុណ្ណឹងហ្នឹងមិនបាន30នាក់ជុំហើយខ្ញុំមកច្រើនណាស់បងមកឡានក្រុងណាហើយសប្បាយចិត្តអត់សប្បាយតែបាននិមន្តមកបានមកលេងកម្ពុជាក្រោមសប្បាយហ៎ណាសប្បាយខ្លាំងហ៎ហើយចង់មកទៀតទេទៅក្រោយចង់មកទៀតតែមានបច្ច័យហ៎អត់ចង់ឲ្យមកមិនអត់ចង់មកមិនហ៎បងសិហៅទៅពេលមកនោះនេះដូចអុកញ៉ាអីគេសឿនគុយតាមកនេះមុខជារៀងមុខអុកញ៉ាសឿនគុយតានេះហើយជាធ្លាប់នៅទីនេះហ៎មើលទៅហ៎ធ្លាប់នៅហ៎អត់ធ្លាប់នៅហ៎ក៏បានបងសិហាបានមកដល់កន្លែងដើមឈើទាលដែលជាទីប្រវត្តិសាស្ត្រនៃខ្មែរកម្ពុជាក្រោមយើងក៏ពីមុនទឹកដីខ្មែរតែដោយសារតែរយៈពេលកន្លងអស់រយៈពេលប្រហែលឆ្នាំគឺទៅជាទឹកដីកម្ពុជាក្រោមនៅហ្នឹងកម្ពុជាខ្មែរយើងដែរកម្ពុជាខ្មែរយើងតែឥឡូវនេះទៅជាកន្លែងដែលកម្ពុជាក្រោមគឺតែក៏ជាកន្លែងទឹកដីប្រវត្តិសាស្ត្រដែរមែនទេហ្នឹងទឹកដីខ្មែរយើងដែរណាតែក្រោមនៅក្នុងប្រទេសវៀតណាមញោមមកតតែមានអីតតែមានប៉ាសពតនិងបច្ច័យហ្នឹងហើយញោមមកតតែមានប៉ាសពតហ្នឹងបច្ច័យបានមកកើតបត់មានអត់មកកើតទេហ្នឹងហើយមកកណ្ដាលមកយកបីលងពុលឡានធុញមកជីឡាននឹងធុញជីឡាននឹងធុញកណាទៅអត់ធុញហើយធុញចង់មកដែរចង់លឹកភូហៅមកដល់លោកដើរមកជុំលោកស្រីហាមកនេះអឹមឈើនៅញោមខ្ញុំថតជាមួយ